ជាថងសូមថ្លែងអំណរគុណដល់អាយដាមហ៊ុនម៉ាណីប្រធានសសចកអាយដាមសសខាអនុប្រធានសសចកបន្ទុកខេត្តបាត់ដំបងបន្ទាយមានជ័យនិងព្រៃវែងក៏ដូចជាអាយដាមសរដ្ឋាប្រធានសសចកខេត្តបាត់ដំបងក៏ដូចជាមន្ត្រីសសចកបងប្អូនយើងទាំងអស់ថ្ងៃនេះគឺសសចកខេត្តបាត់ដំបងដែលមានការណែនាំអាយដាមប្រធានអាយដាមអនុប្រធានអាយដាមប្រធានសសចកបានរៀបចំអំពីការទទួលការបរិច្ចាគឈាមពីបងប្អូនយុវជនបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ហើយថ្ងៃនេះយើងឃើញថាយើងចាប់ដើមបើកភ្លាមគឺបងប្អូនប្រជាពលរដ្ឋយើងយុវជនយើងសង្គមស៊ីវិលក៏ដូចជាប្រសង់គឺលោកបានមកផ្ដល់ឈាមយ៉ាងច្រើនកកកក៏បើក1ម៉ោងជាងនេះបងប្អូនជាង100នាក់មកដល់ហើយបាទអញ្ចឹងទេគឺបង្ហាញពីស្មារតីសាមគ្គីឯកភាពស្រឡាញ់ជាតិស្នេហាជាតិរបស់បងប្អូនយើងទាំងអស់គ្នាបាទហើយការផ្ដល់ឈាមនេះប្រកាសថាគឺដើម្បីបង្ហាញពីការសាមគ្គីជាតិរួបរวมជាតិបាទដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបងប្អូនវីរយុទ្ធជនវីរនគរបាលរបស់យើងក្នុងករណីចាំបាច់ទោះបីបាត់ដំបងសប្តាហ៍ថ្ងៃនេះមិនមានការពើប្រទេសប្រដាប់អាវុធក៏ដោយក៏ប៉ុន្តែយើងត្រៀមលក្ខណៈហើយនឹងអាចយកឈាមនេះដល់ជូនតាមបណ្ដាខេត្តតាមបណ្ដាអង្គភាពដែលតម្រូវការអានេះគឺយើងបានត្រៀមអញ្ចឹងហើយជំរាបថាការផ្ដល់ឈាមនេះមិនមានប៉ះពាល់អ្វីដល់សុខភាពទេជាទូទៅគឺបរោះ3ខែម្ដងអាចផ្ដល់3ខែអាចផ្ដល់ឈាមបានម្ដងនារី4ខែអាចផ្ដល់ឈាមបានម្ដងបាទដោយមិនប៉ះពាល់ដល់សុខភាពទេហើយបងប្អូនអញ្ជើញមកដល់មកផ្ដល់ឈាមមានក្រុមគ្រូពេទ្យដើម្បីត្រួតពិនិត្យសុខភាពថ្លឹងគីឡូពិនិត្យអាយុផ្សេងអាចទទួលយកបានទទួលយកជួនកាលបងប្អូនអត់គ្រប់គីឡូអញ្ចឹងគេអត់ទទួលដែរបងប្អូនជួនកាលគឺមិនគ្រប់អាយុមានក្មួយច្រើនណាស់ក៏ចង់មកផ្ដល់ឈាមតែមើលទៅក៏អត់គ្រប់អាយុអញ្ចឹងយើងអត់ទទួលយកទេអញ្ចឹងសង្ឃឹមថាស្មារតីនេះនឹងបន្តជំរុញឲ្យទឹកចិត្តរបស់បងប្អូនវីរៈយុទ្ធជនយើងវីរៈនគរបាលយើងការពារព្រំដែនបងប្អូនយើងទាំងអស់គឺកាន់តែមានទឹកចិត្តដើម្បីរួបរวมគ្នាសាមគ្គីការពារប្រទេសរបស់យើងទល់នឹងសត្រូវឈ្លានពានបាទសត្រូវឈ្លានពានដែលយើងបានដឹងទាំងអស់គ្នាហើយចឹងសូមអំពាវនាវធ្វើម៉េចគឺឲ្យចូលរួមក្នុងការបរិច្ចាគឈាមហើយក៏អំពាវនាវដែរដល់បងប្អូនដែលអញ្ជើញមកបើសិនបើថ្ងៃនេះមិនបានទទួលបានមិនយកឈាមបងប្អូនដោយសារធម្មតាកន្លែងស្តុកឈាមគឺមានកំណត់ដើម្បីទី1ស្តុកឲ្យបានល្អដើម្បីឈាមនឹងអាចប្រើប្រាស់បានបាទអញ្ចឹងកណាយើងអស់កន្លែងស្តុកហើយគឺយើងមិនអាចទទួលឈាមបងប្អូនទៀតទេប៉ុន្តែយើងកត់ឈ្មោះបងប្អូនទុកលេខទូរស័ព្ទដើម្បីករណីយើងប្រើប្រាស់ឈាមបន្តហើយយើងដាក់បំពេញស្តុកយើងបន្ថែមទៀតអានេះសូមអធិស្ឋានបងប្អូនយកយល់ចំណុចនេះយើងឃើញថាសន្ទុះបងប្អូនមកច្រើនណាស់ចាំប្រកាសហើយនឹងអាចបងប្អូនខ្លះអញ្ជើញមកគឺយើងអត់ទទួលបានភ្លាមទេយើងកត់ឈ្មោះទុកសិនដោយសារវាកន្លែងស្តុកវាមានកំណត់បាទនេះខ្ញុំជម្រាបចឹងសូមអរគុណបងប្អូនម្ដងទៀតទាំងប្រសង់ទាំងបងប្អូនប្រជាប្រដ្ឋទាំងអស់យុវជនទាំងអស់ដែលបានចូលរួមយ៉ាងស័ក្តិសមនេះបាទសូមអរគុណ